ជំរាបសួរបងប្អូនបរិសុទ្ធជាទីរាប់អានក្នុងវីដេអូនេះលោកគ្រូបង្ហាញអំពីជំងឺត្រីកូម៉ាណាស់នៅក្នុងពហុនោមជំងឺត្រីកូម៉ាណាស់ហ្នឹងគឺជាប្រភេទជំងឺរលាកពហុនោមបង្កឡើងដោយប៉ារ៉ាស៊ីតត្រីកូម៉ាណាស់ហ្នឹងឆ្លងតាមការរួមទំនេរជាមួយនឹងអ្នកដែលផ្ទុកជំងឺត្រីកូម៉ាណាស់រោគសញ្ញានៃជំងឺត្រីកូម៉ាណាស់ហ្នឹងគឺធ្វើឲ្យរលាកពហុនោមធ្វើឲ្យរមាស់ពហុនោមមានសារធាតុពណ៌សធ្លាក់ចេញពីពហុនោមជាពិសេសគឺធ្លាក់មកថ្លាដូចសបោក្មេងហ្នឹងហើយនៅក្នុងហ្នឹងមានដូចជាសរសៃបំផុសទូចធ្វើឲ្យឈឺចាប់កាហាយនៅពេលនោមទឹកនោមមកពពុះនោមមកធុំក្លិនឆ្អាបធុំក្លិនស្អុយនោមញឹកញាប់ឈឺចាប់ក្នុងពេលរួមទំនេររីឯផលវិបាកនៃជំងឺត្រីកូម៉ាណាស់នៅក្នុងពហុនោមធ្វើឲ្យឈឺចាប់ក្នុងពហុនោមរ៉ាំរ៉ៃអាចធ្វើឲ្យរលាកប្រូស្តាតធ្វើឲ្យអូនតូចខ្សោយកម្លាំងហើយក្នុងករណីដែលយើងព្យាបាលអត់ជាថ្ងៃក្រោយអាចវិវត្តទៅជាជំងឺស្វ័យប្រមេះអញ្ចឹងបើសិនជាបងប្អូនបរិសុទ្ធមានបញ្ហាការជំងឺត្រីកូម៉ាណាស់សូមអញ្ជើញទៅមន្ទីរពេទ្យឬក៏ clinic ណាដែលនៅជិតលោកអ្នកឬក៏ប្រើចំបៃ2ក្នុងករណីយើងកើតជំងឺត្រីកូម៉ាណាស់នៅក្នុងពហុនោមនឹងយើងប្រើតែតាមផឹកចំបៃ2ទេយើងផឹកព្យាបាលពីខាងក្នុងមកសូមតំណតាមលេខទូរស័ព្ទឬឆាតតាមប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់ស្ដីអំពីជំងឺត្រីកូម៉ាណាស់និងការព្យាបាលជំងឺត្រីកូម៉ាណាស់ដោយអសបរានចំបៃ2សូមអរគុណ